ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមលើកយកវីដេអូមួយដែលគិតថាវាមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីមើលទេសនាហើយយកតម្រាប់តាមហ្នឹងហើយនេះគឺជាវីដេអូមួយដែលអ្នកខ្ញុំដកស្រង់ចេញពីប្រទេសអ្នកជិតខាងយើងហ្នឹងណាបងប្អូនទាំងអស់គ្នាដែលរបររកស៊ីមួយនេះជារបររកស៊ីសុចរិតហើយណាមួយវិញទៀតរបររកស៊ីមួយនេះគឺវាចំណាយដើមទុនតិចផងដែរគឺមានតែរមាក់ឬក៏ម៉ូតូឬក៏រទេះមួយហ្នឹងគឺយើងអាចរកស៊ីបានហើយរបររកស៊ីមួយនេះគឺថាពោតអាំងបងប្អូនទាំងអស់គ្នាមើលទៅគឺវាងាយស្រួលប៉ុន្តែក៏ងាយស្រួលរលុយដែរគឺថាពីអ្នកប្តីប្រពន្ធមួយគូនេះគឺគាត់ចាប់ដៃគ្នារកស៊ីរបររកស៊ីពោតអាំងហើយពោតអាំងហ្នឹងពេលដែលគេអាំងឆ្អិនហើយគឺគេយកមកចិត្តដាក់ចានដែកអញ្ចឹងដូចជាភ្ងាវគេកំងអញ្ចឹងបើថាត្រូវការទៅដោះគោឆៅទៅដោះគោស្រស់អីចឹងគឺគេលាយឬក៏ភ្ងាវខ្លះកាត់ចូលចិត្តជារបស់ស្រស់អាំងហើយគឺចិត្តដាក់ប្រអប់តែម្ដងគឺអាចធ្វើបានតែមួយនេះគឺភ្ងាវកាត់កំងដាក់ទៅដោះគោខាប់ហើយថែមស្ករសទៀតចឹងណាពុកម៉ែបងប្អូនហើយដល់ពេលដែលកាត់រៀបដាក់ចូលទៅក្នុងប្រអប់មួយប្រអប់ហ្នឹងកាត់លក់តម្លៃដូចជា30 បាតចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយពេលដែលកាត់ដាក់ចូលទៅប្រអប់ហ្នឹងគឺកាត់មានស្រួយជាទឹកខ្ទិះឬក៏ទឹកដោះគោស្រស់បន្ថែមពីលើទៀតហើយកាត់មានជាស្លាបព្រាជាអីដាក់ឲ្យយើងដួសញ៉ាំចឹងណាពុកម៉ែបងប្អូនគឺមើលទៅគឺវាងាយស្រួលមួយយ៉ាងដែរប៉ុន្តែដូចជាពុកម៉ែបងប្អូនដឹងស្រាប់ហើយថារបររកស៊ីមួយគឺយើងត្រូវដាក់ចិត្តដាក់កាយធ្វើវាឲ្យបានល្អហើយឲ្យបានឆ្ងាញ់ទៅមានអតិថិជនគ្រប់គ្រងមកយើងកាន់តែច្រើនវីដេអូមួយនេះគឺខុសប្លែកពីនៅស្រុកយើងបើនៅស្រុកយើងវិញគឺពោតអាំងគឺយើងអាំងទាំងមូលហើយយើងលាបទឹកខ្ទិះទាំងមូលប៉ុន្តែនៅស្រុកអ្នកជិតខាងយើងហ្នឹងគឺគេថាគេច្នៃប្រឌិតធ្វើម៉េចឲ្យងាយស្រួលដល់អ្នកញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូនគឺថាគេពេលគេអាំងហើយឆ្អិនហើយឃើញថាឆ្អិនហើយបើថាអតិជនកាត់មកទិញគឺគេមិនលាបទឹកខ្ទិះឬក៏ទឹកដោះគោអីទាំងមូលឲ្យទេគឺថាគេចាប់ដើមចិត្តហើយកំបិតដែលគេចិត្តហ្នឹងគឺថាមុតម៉ែមុតហើយលោកអើយមើលទៅគួរឲ្យតនងមែនទែនរីឯចំណែកស្វាមីរបស់គាត់ដែលអ្នកបកសបកពោតហ្នឹងគឺថាជំនាញដែរបងប្អូនឃើញទេបកខ្វាច់ដុតឈើខ្វាច់ទុកឲ្យប្រពន្ធរបស់គាត់ជាអ្នកចិត្តហ្នឹងហើយចិត្តប្រពន្ធរបស់គាត់ចិត្តឆ្វក់រួចហើយមើលទៅគឺថាតនងមែនទែនមើលកំបិតបងប្អូន5កំបិតរួចជាការស្រេចហើយគាត់ក៏បានលាយគ្រឿងដូចអ្នកខ្លះអញ្ចឹងគាត់ត្រូវការតែស្ករសគាត់អត់ត្រូវការទៅដោះគោខាប់អីចឹងណាហ្នឹងហើយលាយតែប៉ុណ្ណឹងទៅគឺរួចរាល់ជាការស្រេចដាក់តែប្រអប់ទៅដាក់ឡាប់ព្រាច្រកថង់ទៅគឺរួចរាល់ហើយបងប្អូនគិតថាបើសិនជាបងប្អូនចង់ចាប់អាជីពមួយនេះបងប្អូនអាចធ្វើតាមបានហ្នឹងហើយមើលទៅគឺថាវាចម្លែកប្លែកម្យ៉ាងដែរហើយមើលទៅគឺថាតនងឆ្ងាញ់ហើយលក់ដាច់ទៀតបើសិនបងប្អូនគិតថាវីដេអូដែលនឹងខ្ញុំចែករំលែកនេះទៅមានប្រយោជន៍បងប្អូនកុំភ្លេចជួយ like share វីដេអូរបស់នាងខ្ញុំម្នាក់មួយផងនិងជួយ follow page របស់ admin ផងហ្នឹងហើយនាងខ្ញុំនឹងស្រាវជ្រាវរកវីដេអូណាដែលមានប្រយោជន៍សម្រាប់បងប្អូនបានទេសនាជាបន្តទៀតដើម្បីជាចំណីចក្ខុប្លែកចែកជូនពុកម៉ែបងប្អូនទេសនាសូមអរគុណច្រើនសូមគោរពលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ